ព្រះគម្ពីរទំនុកដំកើងជំពូកទី132អោព្រះយេហូវ៉ាអើយសូមទ្រង់នឹកចាំពីដាវីតហើយពីគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់លោកដែលលោកបានស្បត់នឹងព្រះយេហូវ៉ាហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថាពិតប្រាកដជាទូបង្គំនឹងមិនចូលទៅក្នុងផ្ទះជាទីលំនៅរបស់ទូលបង្គំឬឡើងទៅដេកនៅលើគ្រែឡើយក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់ឬឲ្យត្របកភ្នែកធ្មេចឡើយដរាបដល់ទូលបង្គំបានរកបានទីកន្លែងសម្រាប់ព្រះយេហូវ៉ាគឺជាពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបមើលញីខ្ញុំបានលឺនិយាយនៅភូមិអេប្រាតាក៏ប្រទះឃើញនៅវាលយ៉ាអឺញីខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ញីខ្ញុំនឹងក្រាបថ្វាយបង្គំនៅមុខទីកំណល់កលព្រះបាទទ្រង់សូមក្រោកឡើងអោព្រះយេហូវ៉ាអើយសូមយាងចូលទៅក្នុងទីសម្រាករបស់ទ្រង់គឺទ្រង់ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផងសូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួនដោយសេចក្តីសុចរិតហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ស្រែកឡើងដោយអំណរសូមកុំបំបែកមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយគឺដោយយល់ដល់ដាវីតជាអ្នកបម្រើទ្រង់ព្រះយេហូវ៉ាទ្រង់បានស្បត់នឹងដាវីតដោយសេចក្តីពិតទ្រង់ក៏មិនព្រមប្រែចេញវិញឡើយគឺថាអញនឹងយកម្នាក់ជាផលដែលកើតពីខ្លួនឯងតាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯងបើសិនជាកូនចៅរបស់ឯងរក្សាសេចក្តីសញ្ញារបស់អញនិងសេចក្តីបន្ទាល់ដែលអញនឹងបង្រៀនដល់គេនោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅត្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូនទ្រង់សពព្រះハរតីចង់បានសម្រាប់ជាលំនៅរបស់ទ្រង់នេះជាទីសម្រាករបស់អញនៅអស់កលជានិច្ចអញនឹងអាស្រ័យនៅទីនេះត្បិតអញមានចិត្តចង់បានហើយអញនឹងឲ្យពរជាបរិបូរណ៍ដល់ស្បៀងអាហាររបស់ក្រុងនេះហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះដោយអាហារដ៏គ្រប់គ្រាន់ឯពួកសង្ឃអញនឹងតាក់តែងដោយសេចក្តីសង្គ្រោះហើយពួកបរិសុទ្ធនឹងស្រែកហូដោយអំណរនៅទីនេះអញនឹងធ្វើឲ្យស្នែងរបស់ដាវីតពេចឡើងអញបានចាត់ចែងចង្គៀងមួយសម្រាប់អ្នកដែលអញបានចាក់ប្រេងតាំងឲ្យអញនឹងយកសេចក្តីខ្មាស់តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោកតែនលើក្បាលលោកវិញនោះនឹងមានមកុដដ៏រុងរឿង